បាទបងប្អូនមួយអង្គនេះនិមន្តទៅខាងផ្សារកំពង់ត្រាចខេត្តកំពតបាទលោកពូគាត់ជីវយកទៅឲ្យបងអូនគាត់បាទអញ្ចឹងសូមឲ្យព្រះអង្គទៅនៅជាមួយម្ចាស់ថ្មីសូមឲ្យសុខសប្បាយចម្លាក់ស្នែងคลิปបកធ្លុះឆ្លាក់ដៃបងប្អូនបានធ្វើកិច្ចអភិសេកវគ្គនេះល្អបាទអភិសេកគឺល្អបំផុតហើយបងប្អូនបាទធម្មតាពុទ្ធរូបដែលគេសាងឲ្យគឺគេអភិសេកឬក៏ពុទ្ធិភិសេកបាទចម្រើនឲ្យធរអញ្ចឹងបងប្អូនបាទអញ្ចឹងល្អហើយចម្លាក់យើងនៅសល់ប្រហែលជាចូល10អង្គជាងតែភ្ញៀវភាគច្រើនគាត់ជឿតែคลีបងប្អូនคลีបកធ្លុះខ្មៅបកធ្លុះគាត់អត់និយមល្មិចគាត់នៅប្រាប់បងប្អូនថាពីរហ្នឹងប្រកែកដូចគ្នាទេបងប្អូនគាត់តែគាត់ណាគ្រៀចคลีចម្លាក់មើលទៅស្អាតជាងខ្មៅហ្នឹងបងប្អូនតែអ្នកខ្លះក៏គាត់ស្រឡាញ់ខ្មៅដែរបាទហើយសួរថាពីរហ្នឹងប្រកែកដូចគ្នាបងប្អូនតែបើយើងនិយាយអស់ទៅคลีគេមានតែមជាងបន្តិចបាទតែមត្រង់ថាបើសិនជាកបីហ្នឹងវាតៃសាចាស់ក៏គេប្រើបានដែរតែវាមិនខ្លាំងប្រកែដូចคลีបកធ្លុះតែបើប្រភេទស្នែងខ្មៅធម្មតាគេកម្រប្រើបាទតែបើប្រភេទស្នែងធម្មតាហើយคลีធម្មតាក៏គេប្រើដែរតែគាត់ថាវាមិនប្រកែដូចคลีបកធ្លុះបែបនេះណាបងប្អូនបាទបែបនេះបានគេហៅថាលំដាប់ស្នែងហើយក៏លំដាប់មេវងហើយក៏របស់ពិតហើយក៏ពិបាករកដែរមើលខាងក្នុងទៅបាទថតក្នុងផ្ទះសូវច្បាស់ទេព្រាលតែគាត់ថាអ្នកលេងស្នែងឃើញមកគូនេះជប់មាត់បងប្អូនជប់មាត់បាទហើយបងប្អូនចង់បានចម្លាក់អាចចូលសារបានចម្លាក់ដែលសាងពីស្នែងបក់ធ្លុះនោះប្រកែខាងការពារមុនខ្មៅប្រសាទអំពើបិទរារាំងកន្លែងដែលបងប្អូនមានពពួកអមនុស្សនៅកន្លែងបងប្អូនរស់ស៊ីមិនឡើងដោយសារគេបិទហ្នឹងយើងយករបស់ហ្នឹងទៅជួយទៅបាទជួយផ្លូវក្នុងទៅជួយបានខ្លះមិនជួយបាន 100% តែជួយបាន40ទៅ 50% ដែរណាបងប្អូនវាជាជាងយើងអត់អីសោះនៅខ្លួនណាបាទគ្រូខ្លះគាត់និយមស្នែងបក់ធ្លុះហ្នឹងគាត់យកទៅផ្សារអំពើដុសថ្នាំធ្វើជាថ្នាំលេបបញ្ចុះអំពើក៏មានដែរបងប្អូនបាទខ្ញុំមិនមែនគ្រូទេគាត់ថាខ្ញុំដឹងខ្លះអំពីការប្រើស្នែងអញ្ចឹងហើយខ្ញុំក៏អត់ចេះផ្សំថ្នាំដែរខ្ញុំបានតែស្នែងមកខ្ញុំឆ្លាក់ឲ្យយកទៅឲ្យលោកប្រសិទ្ធិហើយខ្ញុំដាក់ជួយឲ្យបងប្អូនហើយអញ្ចឹងបាទបើថាឲ្យខ្លាំងខាគុំអ៊ុំអាមខ្ញុំអត់ចេះទេបាទនេះព្រះកច្ចាយណៈបងប្អូនព្រះកច្ចាយណៈប្រើខាងស្នែងហើយប្រើការពារមុនខ្មៅបាទអញ្ចឹងបងប្អូនចង់បានចម្លាក់របស់ពិតអាចចូលសារបានចម្លាក់នេះមិនមែនចម្លាក់ទូតពូងនៅនឹងកញ្ច្រែងទេបងប្អូនណាខុសគ្នាមេឃហើយនឹងដីបងប្អូនណាអញ្ចឹងបងប្អូនមុននឹងជីវតាមដានសិនតើរបស់គេសាងហ្នឹងគេសាងមានផែនបាច់ម៉េចអ្នកខ្លះគេជីវមានផែនរបស់គេបាទគេជីវឲ្យតែដាច់ទេតែចម្លាក់បាទមើលមិនយល់ទេអានេះមិនប្រអាប់របស់គេតែឲ្យបងប្អូនស្វែងយល់របស់បាទរបស់មិនចេះតែជីវយកទៅប្រពាក់អង្គទេបាទយើងមើលរបស់ដែលសាងហ្នឹងសាងពីអីហើយរបស់ហ្នឹងប្រកែពីធម្មជាតិអត់របស់ហ្នឹងវាកម្រអត់បើថាកម្រប្រកែហើយតែបើថាវាសម្បូរអាហ្នឹងវារៀងមិនសូវជាខ្លាំងទេណាបងប្អូនបាទតែបើសិនជានិយាយទៅមានការលើសលួសសុំខឹងសូមទោសកុំប្រកែប្រកាន់អីព្រោះខ្ញុំមិនមែនគ្រូទេបងប្អូនបាទសូមអរគុណ